តាដើមទុនសម្រាប់រនដែលគ្មានបាតទាំងនេះធ្វើតាមអ្វីដែលយើងលេសនិយាយចុះសូមអបអរសាទរម្ចាស់ផ្ទះដែលបានបំពេញភារកិច្ចជួញដូរត្រីរង្វាន់គឺកន្លែងស្ទូចត្រីកម្រិតទេវៈចំនួន10តើត្រូវដកយកដែរឬទេកន្លែងស្ទូចត្រីកម្រិតទេវៈដកយកស្អីគេហ្នឹងកន្លែងស្ទូចត្រីកម្រិតទេវៈនេះប្រែជាសាឡុងទៅវិញប្រព័ន្ធអញខូចខួរក្បាលហើយមែនទេតើអញមានការយល់ច្រឡំអ្វីជាមួយការស្ទូចត្រីមែនទេដំណើរការភារកិច្ចទទួលបានសមាជិក 1000 នាក់ឲ្យអ្នកស្ទូចត្រីបង់លុយធ្វើជាសមាជិកនេះត្រូវតែរកវិធីហើយហ្វានតូចមិនស្រួលទេមានរឿងធំហើយពុកកុំបារម្ភនិយាយយឺតមកពួកឆលេហុយពួកគេឈួតហើយកន្លែងស្ទូចត្រី Jason បានបើកកម្មវិធីបញ្ចុះតម្លៃបញ្ចូលលុយ 10,000 ថែម 10,000 បញ្ចូល 30,000 ថែម 50,000 អំបញ្ញមិនពូយ៉ែងនិងពូឈៀនពួកគេបានរៀបចំអីវ៉ាន់ទៅទីនោះបាត់ហើយតើមានមនុស្សទៅច្រើនប៉ុណ្ណាហើយប្រហែលជា10នាក់ជាងប៉ុន្តែថៅកែភាគច្រើននៅតែបន្តនៅទីនេះពូយ៉ែងនិងពូវ៉ងនិយាយថាត្រីនៅទីនេះល្អមិនខ្វល់ពីការបញ្ចុះតម្លៃបន្តិចបន្តួចនោះទេអារម្មណ៍នេះអូហ្វានតូចឯងមិនអីទេមែនទេអូមិនអីទេនេះជាកន្លែងស្ទូចត្រីកម្រិតទេវៈមែនទេអារម្មណ៍ដែលត្រូវបានគេអាប់ក្រសោបនេះពិតជាមានផាសុកភាពខ្លាំងណាស់ហ្វានតូចពួកឆលីហ៊ីបញ្ចុះតម្លៃទាបបែបនេះតើយើងគួរធ្វើដូចម្ដេចយើងមិនអាចមិនធ្វើអ្វីសោះនោះទេពុកអ្វីដែលយ៉ងបើខងយ៉នត្រូវធ្វើគឺបង្កើតដែនដីដ៏វិសុទ្ធនៅក្នុងចិត្តរបស់អ្នកស្ទូចត្រីដែនដីដ៏វិសុទ្ធមិនដែលទាក់ទាញមនុស្សដោយសារសង្គ្រាមតម្លៃនោះទេបើពួកគេចង់ធ្វើសង្គ្រាមតម្លៃទុកឲ្យពួកគេធ្វើទៅយើងផ្ដោតលើសេវាកម្មវិញសេវាកម្មធ្វើដូចម្ដេចទៅនៅទីនេះយើងមានតែនឹងទឹកហ្វ្រៃថែមទាំងជួយស្រង់ត្រីទៀតតើយើងអាចកែលម្អសេវាកម្មតាមរបៀបណាទៀតពឹងលើវាថៅកែវ៉ងតើលោកមកធ្វើអីហ្នឹងថៅកែវាយលថាខាងកន្លែងស្ទូចត្រី Jason នៅក្បែរនោះបញ្ចូលលុយ 10,000 ថែម 10,000 បញ្ចូល 30,000 ថែម 50,000 ចុះខាងយ៉ងបើខងយ៉នរបស់យើងមានការផ្ដល់ជូនពិសេសអ្វីខ្លះដែរទេថៅកែវ៉ងពិតជាដឹងព័ត៌មានលឿនមែនប៉ុន្តែសុំទោសផងខាងយ៉ងបើខងយ៉នរបស់យើងគ្មានកម្មវិធីបញ្ចូលលុយថែមជូននោះទេអូធ្វើបែបនេះហាក់ដូចជាគ្មានទឹកចិត្តសោះថៅកែលៃខាងនោះគេបញ្ចុះតម្លៃច្រើនណាស់ចំណែកលោកគ្មានការផ្ដល់ជូនសំបីតែបន្តិចនេះមិនធ្វើឲ្យអតិថិជនចាស់ដូចពួកយើងខកចិត្តទេអីថៅកែវ៉ងកុំប្រញាប់អីទោះបីជាយើងគ្មានកម្មវិធីបញ្ចូលលុយថែមប៉ុន្តែយ៉ងបើខងយ៉នរបស់យើងនឹងផ្ដល់ជូននូវសេវាកម្មដែលកាន់តែល្អប្រសើរដល់អ្នករាល់គ្នាចាប់ពីថ្ងៃនេះទៅកន្លែងស្ទូចត្រីកម្រិតទេវៈរបស់យើងនឹងរៀបចំកន្លែងស្ទូចត្រីកម្រិតទេវៈចំនួន20កន្លែងក្នុងនោះ10កន្លែងសម្រាប់តែសមាជិកជាន់ខ្ពស់ប្រចាំឆ្នាំចំណែក10កន្លែងទៀតគឺបើកជូនសមាជិកទាំងអស់អាចកក់ទុកដើម្បីសាកល្បងបានដោយផ្លាស់ប្ដូរជារៀងរាល់ថ្ងៃចាស់កន្លែងស្ទូចត្រីកម្រិតទេវៈស្អីទៅគ្រាន់តែជាកន្លែងសម្រាប់អង្គុយសោះហ្នឹងសើចចំអកទាំងអស់គ្នាព្រះឲ្យសាឡុងថៅកែលីលោកចង់ដូរមុខរបរមកបើកហាងម៉ាស្សាជើងនិងថែទាំសុខភាពមែនទេចុះអានឹងស្ទូចមិនទៅបងគេងស្ទូចហីថៅកែលីគំនិតច្នៃប្រឌិតរបស់អ្នកពិតជាទំនើបពេកហើយខ្ញុំទៀតស្មានតែជារបស់មានតម្លៃអីធ្វើរឿងឡើងធំចុងក្រោយយកតែសាឡុងជុះពី3មកពីផ្សារលក់អេតចៃមកតាំងបង្ហាញលោកយករបស់បែបនេះមកបោកប្រាស់ពួកយើងជាសមាជិកដែលគ្រប់គ្រងដោយលុយសុទ្ធមែនទេនិយាយត្រូវហើយថៅកែលីបើលោកមិនចង់ធ្វើការបញ្ចុះតម្លៃទេនិយាយត្រង់មកយកសាឡុងកំពេចកំប៉ុកមកធ្វើល្អមើលពិតជាចាត់ទុកពួកយើងជាក្មេងអាយុ3ឆ្នាំមែនទេនេះមិនមែនជាសាឡុងធម្មតាទេមិនចង់និយាយថាសាឡុងនេះធ្វើពីមាសមែនទេត្រូវហើយថៅកែលីលោកកុំមកភូតភរអ្នកស្ដាប់អីកន្លែងស្ទូចត្រីពិសេសនេះពិតជាអន់ពេកហើយថៅកែលីលោកហ៊ានធ្វើខ្លួនឲ្យទូលីបន្តិចទេវ៉ាងចាស់ខ្ញុំប្រាប់ហើយតើ
អ្នកណាថាកន្លែងស្ទូចត្រីមិនល្អរូបរាងដ៏ប្រណិតនេះខ្សែកង់ដ៏ទន់ភ្លន់នេះអង្គុយពីលើនេះដើម្បីស្ទូចត្រីមិនស្រួលជាងអង្គុយលើធុងស្ទូច10 ដងទេអីមិនមើលទៅមានអំណាចជាងអង្គុយលើកៅអីតូចទេអីហាក់ដូចជាអីចឹងមែនអង្គុយសាឡុងប្រកាសជាស្រួលជាងអង្គុយលើធុងស្ទូចហើយមើលទៅពិតជាមានលំដាប់ថ្នាក់មែនទាំងភាពលេចធ្លោទាំងកិត្យានុភាពគឺមានទាំងអស់អ្នករាល់គ្នាកុំជឿពាក្យបោកប្រាស់របស់ក្មេងស្រីម្នាក់នេះឲ្យសោះនាងនឹងថៅកែលីគឺនៅក្រុមតែមួយនិយាយឲ្យមេក្រឡុំក៏ដោយនេះគ្រាន់តែជាសាឡុងធម្មតាមួយប៉ុណ្ណោះបើចង់ឲ្យពួកយើងបង់លុយសម្រាប់របស់បែបនេះគឺមិនអាចទៅរួចទេត្រូវហើយពួកយើងមិនមែនងាយស្រួលបោកប្រាស់នោះទេខ្ញុំនិយាយហើយថានេះមិនមែនជាសាឡុងធម្មតាទេមកដល់ត្រឹមនេះហើយសាកល្បងបន្តិចទៅមិនដឹងបាត់ទៅហើយខ្ញុំសាក់នាងឲ្យកុំមកចូលរួមលោឡាអីពួកយើងត្រូវរកអ្នកដែលរើសជើងបំផុតមកសាកល្បងអូលោកជ្រើសរើសខ្ញុំមែនទេថៅកែលីលោកប្រកាសជាជ្រើសរើសខ្ញុំមែនទេខ្ញុំជាមនុស្សនិយាយត្រង់មានអីនិយាយនឹងមិនយកមុខមាត់ឲ្យលោកទេណាគឺចង់បានភាពពិតប្រាកដបំផុតនឹងហើយថៅកែវ៉ាងអញ្ជើញគិតក្នុងចិត្តវ៉ាងចាស់ពិតជាកំពុងជីកកប់ខ្លួនឯងហើយអាម៉ាប់វ៉ាងធ្វើឲ្យខ្ញុំទាស់ចិត្តចាំមើលបន្តិចទៀតថាគាត់រិះគន់កន្លែងស្ទូចត្រីស័ក្តិសិទ្ធិរបស់លោកឲ្យគ្មានតម្លៃសំបីតែមួយសេនយ៉ាងម៉េចខ្លះបានតើសាក់ក៏សាក់ខ្ញុំវ៉ាងចាស់ថ្ងៃនេះនឹងធ្វើជាតំណាងអ្នករាល់គ្នាដើម្បីមើលថារបស់នេះជាទ្រព្យសម្បត្តិមានតម្លៃឬក៏គ្រាន់តែជារបស់តាំងលម្អសម្រាប់បោកប្រាស់មនុស្សរបស់ថៅកែលីមើលចុះមើលឡើងវាក៏គ្រាន់តែជាសាឡុងធម្មតាមួយសោះនឹងថៅកែវ៉ាងមិនសាកល្បងអង្គុយបន្តិចទៅអង្គុយមើលគ្រាន់តែជាសាឡុងធម្មតាមួយសោះមានអីអស្ចារ្យទៅអូនេះអារម្មណ៍នេះអូហាមានអីត្រូវសម្ដែងជ្រុលហួសហេតុម្លេះវ៉ាងចាស់លើកមុនពួកយើងទៅម៉ាសាជើងជាមួយគ្នាលោកមិនដែលបញ្ចេញទឹកមុខបែបនេះផងនេះតើពិតជាកន្លែងស្ទូចត្រីទេលោកលីនិយាយការពិតមកតើអាថតនេះកំពុងធ្វើអ្វីយកលុយគេហើយមិនធ្វើការនៅមានទឹកមុខរីករាយទៀតលោកវ៉ាងតើកន្លែងស្ទូចត្រីដ៏អស្ចារ្យនេះអង្គុយទៅយ៉ាងម៉េចដែរអង្គុយទៅក៏មិនអីដែរប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់កន្លែងស្ទូចត្រីគឺអ្វីគឺអាចជួយពួកយើងស្ទូចត្រីបានសាឡុងរបស់ឯងនេះទោះបីជាអង្គុយស្រួលយ៉ាងណាក៏ដោយតើមានប្រយោជន៍អីសម្រាប់ការស្ទូចត្រីអង្គុយលើនេះបោះផ្លែសន្ទូចក៏មិនស្រួលដៃថែមទាំងមិនងាយស្រួលផ្លាស់ទីទៀតបើសិនជាមិនបានត្រីទេតើខ្ញុំមិនត្រូវអង្គុយនៅទីនេះរហូតទេត្រូវហើយពួកយើងមកដើម្បីស្ទូចត្រីណាបើសិនជាមិនបានត្រីទេសាឡុងនេះមិនមែនគ្រាន់តែសម្រាប់តាំងលម្អទេលោកវ៉ាងមិនសាកបោះផ្លែសន្ទូចបន្តិចទៅហេសាកក៏សាកទៅកន្លែងនេះមិនដែលធ្លាប់មានអ្នកមកស្ទូចត្រីពីមុនមកទេទឹកក៏រ៉ាក់ទៀតបើអាចស្ទូចបានត្រីទើបចម្លែកលោកលីមើលចុះខ្ញុំប្រាប់ហើយថាអង្គុយលើកន្លែងស្ទូចត្រីនេះមិនអាចស្ទូចបានត្រីទេមែនទេលោកវ៉ាងធាត់លោកចង់រកលេសក៏ត្រូវមានហេតុផលខ្លះដែរសន្ទូចទើបតែចុះទឹកចង់បានត្រីភ្លាមលោកស្មានតែលោកជាយ៉ាងថេកងចាប់ជាតិមែនទេចុះយ៉ាងម៉េចលោកលីមិនបាននិយាយទេថានេះជាកន្លែងស្ទូចត្រីដ៏អស្ចារ្យបើស្ទូចមិនបានត្រីតើយកអ្វីមកនិយាយថាជាកន្លែងស្ទូចត្រីដ៏អស្ចារ្យលោកវ៉ាងកុំប្រញាប់អីមើលចុះត្រីមិនមែនមកហើយទេហាស្អីគេលោកវ៉ាងត្រីស៊ីនុយហើយប្រញាប់ឡើងមើលចុះប្រញាប់ឡើងលោកវ៉ាងកន្លែងស្ទូចត្រីដ៏អស្ចារ្យរបស់ខ្ញុំមិនអាក្រក់ទេមែនទេលោកលីនេះច្បាស់ជាមកពីបច្ចេកទេសស្ទូចត្រីរបស់ខ្ញុំទេតើពាក់ព័ន្ធអ្វីនឹងសាឡុងនេះបានហើយលោកវ៉ាងកុំរកលេសដើម្បីលាក់បាំងទៀតអីត្រូវហើយលោកវ៉ាងបច្ចេកទេសស្ទូចត្រីរបស់លោកតើនរណាមិនដឹងនោះបើលោកមានបច្ចេកទេសស្ទូចត្រីល្អខ្ញុំច្បាស់ជាទេវតាស្ទូចត្រីហើយមើលទៅកន្លែងស្ទូចត្រីដ៏អស្ចារ្យរបស់លោកលីពិតជាមានអាកំបាំងមែនសូម្បីតែលោកវ៉ាងធាត់ក៏អាចស្ទូចបានត្រីដែរអាធាត់នេះធ្វើការមិនកើតតែបំផ្លាញការងារវិញពូកែណាស់តើចាត់ទុកថាថ្ងៃនេះខ្ញុំសំណាងល្អបានទេបើកន្លែងស្ទូចត្រីនេះពិតជាអស្ចារ្យមែនសាក់ខ្ញុំស្ទូចបានមួយទៀតមើលក្នុងពេលដែលលោកវ៉ាងមិនជឿនោះលោកសាកម្ដងទៀតទៅ
សាក់ក៏សាក់ទៅខ្ញុំនៅតែមិនជឿរឿងចម្លែកនេះទេយ៉ាងម៉េចខ្ញុំនិយាយថាម៉េចមិញនេះគ្រាន់តែជាសំណាងរបស់ខ្ញុំទេសាឡុងនេះគ្រាន់តែអង្គុយស្រួលបន្តិចប៉ុណ្ណោះមិនអាចជួយពួកយើងស្ទូចត្រីបានតតែសោះអូព្រះអើយមកទៀតហើយព្រះអើយលោកវាងលោកស្ទូចបានត្រីធំហើយត្រីធំច្បាស់ជាត្រីធំហើយខ្ញុំវាងថ្ងៃនេះនឹងបានត្រីធំហើយលោកវាងកុំរំភើបអីប្រយ័ត្នលោកវាងខ្ញុំជួយកុំរំភើបអីកុំរំភើបអីសន្សឹមលួងវាខ្ញុំនៅតែមិនជឿ